ម៉ែក្រហម Khmer Rouge គឺជាក្រុមបក្សនយោបាយយោធាកុម្មុយនីសមួយដែលដឹកនាំដោយនាយករដ្ឋមន្ត្រីប៉ុល ពត Pol Pot និងក្រុមមេដឹកនាំរបស់គាត់ពួកគេបានគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ1975 1979ក្រោមឈ្មោះកម្ពុជាប្រជាធិបតេយ្យ Democratic Campuchia ខ្មែរក្រហមជានរណាខ្មែរក្រហមគឺជាក្រុមប្រឆាំងសាធារណរដ្ឋខ្មែររដ្ឋាភិបាលលន់នល់ក្រុមយុទ្ធជនកុម្មុយនីសដែលទទួលឥទ្ធិពលពីប្រទេសចិនមនុស្សជាច្រើនដែលជាចម្រុះពូជសាសន៍និងជនជាតិខ្មែរត្រូវបានចូលរួមដោយការជ្រើសរើសឬត្រូវបង្ខំគោលដៅនិងគំនិតសម័យខ្មែរក្រហមខ្មែរក្រហមមានគោលបំណងបង្កើតសង្គមស្មើគ្នាដាច់ខាតដោយលុបបំបាត់ថ្នាក់សង្គមលុបបំបាត់ប្រាក់ក្រដាសសាលារៀនទឹកចិត្តសាសនានិងវប្បធម៌ផ្ទេរប្រជាជនទាំងអស់ចេញពីទីក្រុងទៅធ្វើកសិកម្មបង្ខំឲ្យធ្វើការដាច់ខាតក្នុងទឹកដីសហសិកម្មអំពើឃាតកម្ម Genocide នៅឆ្នាំ1975 1979ប៉ាន់ស្មានថាប្រជាពលរដ្ឋជាង 1.7 លាននាក់បានស្លាប់ដោយសារឃាតកម្មការចំណាក់ស្រុកបង្ខំការលំបាកអាហារនិងជំងឺការបញ្ចប់អំណាចខ្មែរក្រហមបានបញ្ចប់នៅចុងឆ្នាំ1979បន្ទាប់ពីការចូលមកនៃកងកម្លាំងវៀតណាមនិងការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យឲ្យកម្ពុជា PRC